ពេលសម្រាប់យើងអ្នកកាន់ពុទ្ធសាសនាព្រះលោកឲ្យមានវិជ័យសុចរិតសេចសុចរិតនោះមានន័យថាមិនឲ្យដូចលោកពោលមិញអញ្ចឹងណាអ្នកត្រវាចាផ្អែមដូចទឹកឃ្មុំពាក្យផ្អែមកន្លែងនេះគេសំដៅយកនិយាយទៅពីរសនេះមិនមែនសំដៅយកលេមលើមយកអែបអបទេនិយាយមាននិយាយថានិយាយដោយមានតម្លៃគុណធម៌នៅក្នុងនឹងខ្ញុំគោរពអាត្មាគោរពលោកជាឲ្យតម្លៃលោកជាអ្នកសារព័ត៌មានជាអ្នកសម្ភាសលោកគោរពអាត្មាក្នុងនាមជាព្រះសង្ឃអញ្ចឹងជាការនិយាយស្ដីហ្នឹងវាមានសិល្បៈនៃការទំនាក់ពោះវិចារនេះវាជាទំនាក់ទំនងរវាងបុគ្គលម្នាក់និងម្នាក់ឬក៏រវាងបុគ្គលនិងសង្គមអញ្ចឹងព្រះបង្រៀនជាង 2000 ឆ្នាំមកនោះទៀតហើយវិជ័យសុចរិតនេះគឺវានាំមកនៅការរួបរวมវានាំមកនៅសាមគ្គីភាពវានាំមកនៅការលើកទឹកចិត្តដូចជាកាលនាងបណ្ដាចាទៅជួបព្រះសម្មាសម្ពុទ្ធជាម្ចាស់បើកាលនោះនាងបាត់បង់អស់លីងទ្រព្យសម្បត្តិពុកម្ដាយញាតិសន្តានប្តីស្រីកូនអីទាំងអស់ហ្នឹងសំបីតែសម្លៀកបំពាក់នៅលើខ្លួននាងក៏នាងអត់មានផងអញ្ចឹងពេលដែលទៅជួបព្រះលោកឲ្យយកខោអាវយកអីរុំខ្លួននាងឲ្យស្រួលបួលទៅហើយនាំនាងមកជួបព្រះអង្គហ្នឹងបើសិនជាព្រះអង្គមានព្រះបន្ទូលមិនពីរោះតែបន្តិចបណ្ដាអាចារ្យហ្នឹងប្រហែលជាអាចនឹងស្លាប់ជិតដោយសារឈឺចិត្តផងព្រោះពិភពលោកនាងមានអារម្មណ៍ថាពិភពលោកហ្នឹងដូចជាលះបង់នាងចោលហើយអញ្ចឹងព្រះលោកហៅបណ្ដាអាចារ្យប្អូនលោកប្រើពាក្យថាប្អូនស្រីហ្នឹងហៅចូលមកហើយលោកបញ្យល់អំពីជីវិតមិនទៀងអំពីជីវិតមនុស្សត្រូវតែប្រឈមមុខនឹងរឿងរ៉ាវអីចឹងណាអញ្ចឹងពាក្យដ៏ពីរោះរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងជួយសង្គ្រោះមនុស្សម្នាក់ឲ្យងើបឡើងតំណងឲ្យងើបចេញពីគំនួននៃទុក្ខសោកដ៏ធំធេងហើយយើងសាកអញ្ចឹងបាននៅក្នុងវិធីសាស្ត្រនៃការអប់រំព្រះលោកឲ្យគេហៅថាមានខ្លួនជាឧបមាអ្វីមានខ្លួនជាឧបមាឧទាហរណ៍ថាពាក្យដូចថាអាត្មាបើអាត្មាចង់ដឹងថាពាក្យអាត្មាជេរបន្តិចណាម្នាក់វាមិនពីរោះសាកអ្នកដទៃជេរយើងមកមើលតើយើងឈឺចិត្តប៉ុណ្ណាអញ្ចឹងណាហើយបើសិនជាការរិះគន់ប្រកបដោយស្ថាបនានេះហើយចេះនិយាយនេះវាមិនមែនត្រឹមតែមនុស្សក្នុងខឹងមិនត្រឹមតែនាំបង្កនៅវាមិនត្រឹមតែមិនបង្កនៅភាពវឹកវរទេប៉ុន្តែវាបានទៅជាការសាទរវាបានទៅជាការអរគុណហើយវាបានទៅជាតម្លៃមួយដ៏ធំធេងសម្រាប់អ្នកដែលស្ដាប់នឹងផងព្រោះមនុស្សទាំងអស់ចេះស្ដាប់បដិប្រគុណហែមជីវធ្លាប់មានទូលថាអានឹងថ្មលើពីលោកគ្រូថ្មទេលោកថាយើងឲ្យតែយើងចេះនិយាយទៅគេចេះស្ដាប់ហើយកុំបារម្ភខ្លាចគេមិនចេះស្ដាប់អានឹងពាក្យបដិប្រគុណលោកវិនយាលោកគ្រូគំអ៊ីវហ្នឹងលោកធ្លាប់រស់នៅមួយបដិប្រគុណហែមជីវលោកបានស្លាប់អត់ទៅហើយគេមាននៅខេត្តបាត់ដំបងលោកបញ្ជួនចិត្ត100ហើយគាត់ស្លាប់នឹងកៅជាងណាហើយលោកធ្លាប់រស់គង់នៅជាមួយបដិគុណហែមជីវហើយលោកធ្លាប់ប្រាប់ស្មាឆ្នាំកៅជាងលោកថារបៀបនិយាយដោយសារលោកគ្រូកំអ៊ីមហ្នឹងគាត់ពោលសរសើរអំពីទេពកោសលនៃភាពប៉ិនប្រសពក្នុងការនិយាយរបស់បដិគុណហែមជីវទៅកាន់ប្រជាជាតិហើយលោកសួរថាបដិលោកគ្រូកំអ៊ីមហ្នឹងសួរលោកគ្រូហែមជីវថាមិនបានលោកគ្រូប្រកែកនិយាយម៉េះបានបដិគុណហែមជីវលោកថាឲ្យតែយើងចេះនិយាយទៅគេចេះស្ដាប់ហើយអ្នកស្ដាប់ហ្នឹងគឺចេះស្ដាប់ហើយអញ្ចឹងក្នុងន័យនេះតកតងនឹងការលើកឡើងរបស់លោកមកគឺថាពួកយើងទាំងអស់គ្នាជាពិសេសមិនថាអ្នកនៅក្នុងបណ្ដាញសង្គមអ្នកនៅក្នុងសិល្បៈនយោបាយអីទាំងអស់ពួកយើងទាំងអស់គ្នាទាំងប្រសង់ទាំងអីហ្នឹងអាចនាំគ្នាបង្កើតនៅវប្បធម៌មួយវប្បធម៌សន្តានាប្រកបដោយវិជ័យមេត្តាវិជ័យកម្មមានន័យថាបើចង់កែតម្រូវអ្វីមួយយើងនិយាយដោយសន្តិវិធីដោយសាមញ្ញនិយាយទៅប្រកបដោយក្តីស្រឡាញ់ព្រោះវាជាជនជាតិយើងវាជាសង្គមរបស់យើងវាជាអំបូររបស់យើងពោលតកោះបោះបោកវាបានមកទៅការប្រេះឆាទេហើយប្រេះឆាអីមិនដឹងបើប្រេះឆាផ្លូវចិត្តនេះប្រើពេលយូរតម្រាំទៅលុបបំបត្តិតម្រាំទៅជាជួនកាលអត់ជាទេជួនកាលណា